បើសិនជាសង្សារចាស់ដែលធ្លាប់ធ្វើអ្នកទាំងអស់គ្នាឈឺចាប់គាត់បានស្លាប់ដូចអីអ្នកទាំងអស់គ្នាធ្លាប់ដាក់ទំនាយគាត់តែអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាដឹងខុសមានអារម្មណ៍ថាសោកស្ដាយឬមួយក៏អ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្លាចខ្មោចរបស់គាត់ត្រឡប់មកសងសឹកអ្នកទាំងអស់គ្នាវិញចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះគាត់ឈ្មោះថាសុភ័ក្រប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលគាត់បានជួបប្រទះកាលពីពាក់កណ្ដាលឆ្នាំ2024ប៉ុន្តែគាត់មានសង្សារចាស់គាត់ម្នាក់ហ្នឹងគឺបានបែកគ្នាហ្នឹងតាំងពីចុងឆ្នាំ2023មកម៉ែពួកគាត់តាក់ទងគ្នារយៈពេលជិត3ឆ្នាំទាំងអស់គ្នាចាប់តាំងពីពេលពួកគាត់តាក់ទងគ្នាមកសុភ័ក្រមួយសង្សារចាស់គាត់ម្នាក់ហ្នឹងគឺមិនដែលមានបញ្ហាមួយគ្នាទេតែលើកលែងតែរឿងមួយធ្វើពួកគាត់អាសាឆ្លុះគ្នាហ្នឹងគឺរឿងសង្សាររបស់គាត់មានប្អូនស្រីធំម្នាក់ប្អូនស្រីធំរបស់សង្សារចាស់គាត់ហ្នឹងគឺគេរាប់អានរយៈពេល6-7ឆ្នាំទាំងអស់គ្នាប៉ុន្តែពីរនាក់ហ្នឹងគឺស្និទ្ធស្នាលគ្នាខ្លាំងមែនតើពេលណាដែលជួបគ្នាអញ្ចឹងទៅគេនិយាយថានិយាយលេងបែបស្និទ្ធស្នាលគៀកកគ្នាហើយស្និទ្ធស្នាលដល់ថ្នាក់គាត់ជាសង្សារហ្នឹងមានអារម្មណ៍ថាអត់ស្ងប់ចិត្តទេនៅពេលដែលឃើញពីរនាក់ហ្នឹងជួបគ្នាអញ្ចឹងគាត់ក៏អាសាទឿនសង្សារគាត់ដែរថាចេះថ្ងៃក្រោយបើសិនជាដឹងថាខ្លួនមានសង្សារហើយកុំតែស្និទ្ធមួយស្រីផ្សេងអសោះបើទោះបីជាអ្នកហ្នឹងជាបងប្អូនស្រីបងប្អូនចំនួនមួយជាមិត្តភក្តិជាអីក៏ដោយក៏អាចស្និទ្ធស្នាលបានដែរធម្មតាចិត្តគាត់ជាមនុស្សស្រីគាត់ទទួលយកបានទេនៅពេលដែលឃើញសង្សារគាត់ស្រឡាញ់ហ្នឹងទៅតាក់ទងមួយស្រីផ្សេង30នាទីអញ្ចឹងទៅតែសង្សារគាត់ប្រាប់គាត់មានខាងចែកខ្លួនឯងប្រកាន់ច្រើនម៉េះមិនចង់ឲ្យលើលោកហ្នឹងមានតែបងស្គាល់ឯងស្រីតែម្នាក់អញ្ចឹងស្រីផ្សេងបែបស្គាល់មិនរាប់អានទេសូមឲ្យតែប៉ាបងក៏មិនរាប់អានត្រូវអត់វាស៊ូគាត់អញ្ចឹងវិញអត់ទៀតដល់ពេលហ្នឹងសុភ័ក្រគាត់លឺសង្សារគាត់និយាយអញ្ចឹងណាគូគាត់ក្តៅមែនតើហើយពួកគាត់ក៏ឆ្លោះគ្នាញឹកញាប់ដែរទាំងអស់គ្នាហើយឆ្លោះហ្នឹងក៏មានជាបញ្ហាអីក្រៅពីបញ្ហារឿងបងស្រីធំម្នាក់ហ្នឹងដែរហើយបងស្រីធំម្នាក់ហ្នឹងក៏បានប្រាប់គាត់វិញថាចេះអើយបងឯងនៅប្រកាន់ច្រើនទេខ្ញុំមួយភ័ក្រហ្នឹងស្និទ្ធគ្នាជាមួយឯងទៀតរបៀបនិយាយចឹងដាក់គាត់មកទាំងអស់គ្នាតែធ្វើឲ្យគាត់វាថាកាន់តែទៅចិត្តម្នាក់ស្រីនឹងឡើងចិត្តម្នាក់ស្រីឡើងទៅប៉ុន្តែគាត់នឹងក៏មិនដែរទៅហាមគេទៀតដែរគាត់របៀបថាពេលណាដែលមានម្នាក់ស្រីនឹងគឺគាត់ទៅទេតើតើម្នាក់ស្រីនឹងទើបគាត់ទៅអញ្ចឹងទៅទាំងអស់គ្នារហូតដល់ចុងឆ្នាំ2023គាត់ថាពេលហ្នឹងគឺនៅម៉ោងប្រហែលជាខ្ទង់ម៉ោង4-5ល្ងាចនេះគាត់ក៏បានទៅបន្ទប់សង្សារគាត់បន្ទប់ខុនដូសង្សារគាត់អញ្ចឹងណាហើយពេលហ្នឹងសង្សាររបស់គាត់ហ្នឹងក៏គេមានថាកម្មវិធីជប់លៀងឡើងខុនដូថ្មីជាមួយនឹងមិត្តភ័ក្តិរបស់គេហើយនឹងម្នាក់មួយស្រីហ្នឹងទៅដែរម្នាក់មួយបងធំហ្នឹងគេក៏ទៅចូលរួមមួយគ្នាប៉ុន្តែដោយសារគាត់រវល់ការងារផងតម្រាំតែគាត់បានទៅហ្នឹងគឺម៉ោង4ម៉ោង5ល្ងាចហើយពេលដែលគាត់ទៅដល់ទាំងអស់គ្នាគឺគេកំពុងតែលេងហ្គេមហើយអាហ្គេមដែលគេលេងហ្នឹងអារបៀបថាមិនដឹងហ្គេមស្អីទេដឹងត្រឹមតែគាត់ឃើញសង្សារគាត់ជាមួយនឹងអ្នកស្រីប្អូនស្រីធំហ្នឹងគឺគេថើបមាត់គ្នាអញ្ចឹងទៅហើយអ្នកផ្សេងទៀតមិត្តភក្តិគេក៏ស្រែកហូស្អីអញ្ចឹងណាអញ្ចឹងពេលដែលគាត់ចូលទៅដល់គាត់ឃើញប៉ុណ្ណឹងទាំងអស់គ្នាគាត់ខឹងញាល់សាច់មែនតើគាត់ខឹងញាល់សាច់គាត់ស្ដីឲ្យទាំងពីរអ្នកហ្នឹងទាំងនៅមុខមិត្តភក្តិរបស់គាត់ហ្នឹងហ្មងស្ដីឲ្យទាំងពីរអ្នកហ្នឹងអញ្ចឹងទៅហើយសង្សាររបស់គាត់ក៏ថាវិញអូនឯងឈួតមែនគេលេងហ្គេមតើហើយមិត្តភក្តិគេផ្សេងទៀតក៏ការពារគ្នាដែរគេប្រាប់ចេះអូយប្រកាន់ច្រើនមែនគេលេងហ្គេមតើគេលេងហ្គេមតែអញ្ចឹងតើមានបញ្ហាអីទេប៉ុន្តែគាត់ទួយយកបានទេគាត់ថាចាប់ពីពេលហ្នឹងទៅបាច់តាក់ទងគ្នាទៀតទេហើយបែកគ្នាមកទៅរបស់ដែលសង្សារចាស់គាត់ទិញឲ្យទាំងម៉ានគាត់ឲ្យសង្សារគាត់វិញទាំងអស់របៀបថាគាត់ទទួលយកអត់បានទេដោយសារតែអីដែលគាត់ឃើញហ្នឹងគឺវាលើសខ្លាំងពេកហើយម្នាក់មួយស្រីសង្សាររបៀបម្នាក់មួយស្រីបងអូនធំគេហ្នឹងគឺថាសើចញញឹមអត់ខ្វល់ទាំងអស់គេចូលកៅផ្សេងបន្តទៀតអញ្ចឹងទៅអញ្ចឹងគាត់ក៏ត្រឡប់មកដល់ផ្ទះវិញពេលដែលគាត់ត្រឡប់មកផ្ទះវិញនេះបានមកជិះក្នុងម៉ាទឹកដំបងសង្សាររបស់គាត់គឺអត់តាមគាត់ទេវាថាអត់ខ្វល់គាត់ទៅណាក៏ទៅហើយគាត់ក៏និយាយថារឿងឈឺចាប់រឿងអីដែរប៉ុន្តែគាត់ក៏អត់ចង់រវល់មួយសង្សារគាត់ដែរក៏ប្លុកលេខប្លុកឲ្យចោលទាំងអស់ហ្មងគាត់ក៏ត្រឡប់ធ្វើការដូចធម្មតាវិញទៅអញ្ចឹងបងប្អូនប៉ុន្តែបានប្រហែលជាខ្ទង់ចូលខែ3ខែ4នេះនៅក្នុងឆ្នាំ2024ហ្នឹងហ្មងសង្សារគាត់ម្ដងចាប់តាមត្រឡប់មកតាមគាត់វិញបើតាមគាត់ម្ដងហ្នឹងគឺប្រាប់គាត់ថាចែបងឥឡូវឈប់តាក់ទងម្នាក់ស្រីហ្នឹងហើយឥឡូវហ្នឹងពួកយើងត្រឡប់មកវិញបានអត់ចង់ការមើលឯងចង់រៀបថានៅមួយគ្នារហូតអីអញ្ចឹងដោយសារតែសុភ័ក្រសម្រាប់គាត់គឺល្អអីចឹងណាគាត់ចង់រៀបការជាមួយចឹងទៅតែសុភ័ក្រគាត់អត់និយាយជាមួយគាត់ប្រាប់គាត់ថាបាច់មករកគាត់ទេហើយក៏មិនបាច់ចូលលេខប្លែកឬ account ប្លែកអីឆាតមកគាត់ក៏មិនបាច់ដែរគាត់អត់តាក់ទងទេគាត់ត្រឡប់ទៅវិញទេគាត់នៅតាមវងគាត់រហូតដល់គ្នាតាមវងគាត់តាមអីចឹងទៅគាត់ស្អប់សង្សារចាស់គាត់ម្នាក់ហ្នឹងដល់ថ្នាក់ថានៅពេលដែលមានមិត្តភ័ក្តិគាត់ណាម្នាក់និយាយពីឈ្មោះម្នាក់ហ្នឹងគាត់ថាទៅងាប់ណាទៅឲ្យវាងាប់ណាងាប់ទៅកុំរវល់មួយគាត់អីចឹងគាត់លឺទៀតហើយគេអាសានិយាយប្រាប់គាត់លេងថាចេះណោសង្សារចាស់មកពេលសង្សារមកវិញអីប៉ុន្តែគាត់តែនិយាយចឹងឲ្យវាងាប់ទៅបើខ្វល់មិនខ្ញុំអីចឹងទេហើយពេលណាដែលលឺតែសង្សារចាស់គាត់នឹងឈឺគាត់ប្រាប់មកថាឈឺចំឆាប់ងាប់អីចឹងទៅហើយសង្សារចាស់គាត់មិនគឺតាមទៅដល់គ្នាគឺតាមមកដល់ក្រុមហ៊ុនតាមមកដល់អីពេលខ្លះទៅឈប់នៅមុខផ្ទះឈប់នៅអីចឹងណាហើយគាត់ក៏ប្រាប់ម៉ាក់ប៉ាគាត់ដែរថាបើឃើញម្នាក់ប្រុសនឹងមកតាមគាត់ទៀតដេញចេញទៅមិនបាច់ឲ្យចូលមកវិលវល់អីគឺមិនបាច់ទេគាត់ស្អប់អីចឹងទៅរហូតដល់ពាក់កណ្ដាលឆ្នាំ2024ទាំងអស់គ្នាពេលហ្នឹងគឺនៅម៉ោងប្រហែលជាខ្ទង់ម៉ោង9យប់ពេលដែលសុភ័ក្រគាត់ត្រឡប់មកពីធ្វើការវិញគាត់ក៏អ្នកធ្វើការនៅហ្វីមួយគ្នាហ្នឹងជាមនុស្សប្រុសបងប្រុសហ្នឹងក៏ដុបសុភ័ក្រមកផ្ទះវិញចឹងណាពេលដែលមកដល់ផ្ទះវិញនេះសង្សារគាត់កំពុងឈរចាំនៅមុខផ្ទះគាត់ឃើញប៉ុណ្ណឹងទាំងអស់គ្នា
សង្ស័យចាស់គាត់ម្នាក់ហ្នឹងស្ទុះមកស្ដីសុភមង្គលថាម៉េចអត់ត្រូវខ្ញុំមិនបងវិញសារមានគេមែនអីចេះពីថាគាត់តែគាត់នឹងមានថ្មីអីចឹងទៅអញ្ចឹងគាត់ក៏មិនខ្វល់ថាឈួតតែឯងចឹងទៅវិញមិនមកវិញទៅងាប់ណាទៅមិនមកថាខ្ញុំវិញឬគាត់ថាអញ្ចឹងហ្មងឲ្យសង្ស័យចាស់គាត់ម្នាក់ហ្នឹងថាឲ្យគាត់ថាឲ្យទាំងបងប្រុសម្នាក់ដែលជូនគាត់មកនឹងទៀតរហូតគាត់ដេញបងប្រុសម្នាក់ទៅផ្ទះវិញចឹងទៅអញ្ចឹងគាត់ក៏ប្រាប់លើកចុងក្រោយទៅសង្ស័យចាស់គាត់ម្នាក់ហ្នឹងថាបើសិនជានៅតែប្រផែមកផ្ទះគាត់មកលវិលមួយផ្ទះគាត់ទៀតគាត់ប្តឹងប៉ូលីសហ្មងដោយសារអីអាហ្នឹងគឺថារំលោភសិទ្ធិឯកជនរបស់គាត់មករំខានផ្ទះគាត់អីចឹងទៅហើយសង្ស័យចាស់គាត់ម្នាក់ហ្នឹងគឺអត់ខ្វល់ហ្មងគាត់ថាប្តឹងបើបងយកអាចបានទេបងលឺថាបងតាមរាល់ថ្ងៃចឹងទៅហើយណាគេក៏យកអាចបានដែរគេប្រាប់គាត់ចឹងគាត់ក៏ដេញម្នាក់ប្រុសហ្នឹងដេញសង្ស័យចាស់ហ្នឹងរហូតដល់គេត្រឡប់ទៅវិញគាត់ក៏ចូលក្នុងផ្ទះពេលដែលគាត់ចូលក្នុងផ្ទះតម្រុំតែគាត់មុជទឹកដូរកៅរួចក្នុងម៉ោងប្រហែលជាខ្ទង់បាន10យប់ពេលហ្នឹងគាត់ស្ដាប់ទៅលើសំឡេងកណ្ដឹងនៅមុខផ្ទះឬសំឡេងក្រឹងចឹងទៅអញ្ចឹងគាត់ដឹងក្នុងចិត្តមកថាអ្នកដែលចុចកណ្ដឹងច្រើនដងហើយអត់ដកដៃអញ្ចឹងអត់មានបញ្ហាគេខាប់សង្ស័យចាស់ទេអញ្ចឹងគាត់ប្រាប់ម៉ាក់គាត់ថាបើមួយនឹងមកតប៉ែទេមិនប្តឹងវាទៅដាក់គុកវាងាប់ហ្មងទៅបាច់ខ្វល់មិនវាទេគាត់និយាយអញ្ចឹងមកទាំងគ្នាអញ្ចឹងម៉ាក់របស់គាត់ហ្នឹងពេលហ្នឹងក៏គាត់ដើរចេញទៅបាត់ទ្វារពេលដើរចេញទៅបាត់ទ្វារទៅម៉ាក់របស់គាត់ថាចេះវាអូនអើយវាចង់និយាយមិនអូនឯងវាព្រមទៅណាវានៅមុខហ្នឹងឯងមកនិយាយបន្តិចមកអញ្ចឹងគាត់ក៏ដើរចូលទៅលើផ្ទះមកពេលគាត់ដើរចូលទៅលើផ្ទះមកនេះសំដៅមកមុខផ្ទះគាត់នេះអាកន្លែងចុចកណ្ដឹងហ្នឹងម៉ាក់គាត់ដើរឡើងទៅលើវិញពេលម៉ាក់គាត់ដើរឡើងទៅវិញគាត់ដើរចេញមកពេលគាត់ដើរចេញមកនេះក៏អត់មានឃើញពីណាគេនៅមុខផ្ទះទេសំឡេងកណ្ដឹងនៅតែលឺប៉ុន្តែអត់មានមនុស្សនៅមុខផ្ទះហ្នឹងទេអញ្ចឹងគាត់នឹងឆ្ងល់ចុះមនុស្សអត់មានមនុស្សអញ្ចឹងហើយមិនសំឡេងកណ្ដឹងនៅលឺអញ្ចឹងអញ្ចឹងគាត់និយាយថាពេលគាត់អត់គិតអីច្រើនទេគាត់ក៏ចូលក្នុងទៅប្រាប់ថាចេះម៉ាក់កណ្ដឹងខូចហើយស្អែកហ្នឹងមិនឲ្យជាងមកធ្វើផងដោយសារអីតាសំឡេងលឺខ្លាំងពេកទៅអ្នកចិត្តខាងគេអត់ប្តឹងបានអញ្ចឹងណាពេលផ្ទះរបស់គាត់ក៏នៅរៀងពេញដែរទាំងអស់គ្នាអញ្ចឹងពេលម៉ាក់របស់គាត់ថាចេះហើយចោលអត់ទៅនិយាយពីវាគាត់ថាមានទេអត់មានពីណាគេទៅមុខផ្ទះទេស្លេងកណ្ដឹងចោលហ្នឹងឯងអញ្ចឹងម៉ាក់គាត់ថាចេះប្រហែលជាកណ្ដឹងខូចមែននឹងឯងដោយសារគាត់មើលពីក្នុងផ្ទះទៅគាត់ឃើញដូចគ្នានឹងឯងទាំងអស់គ្នាអញ្ចឹងគាត់ក៏ឡើងទៅលើផ្ទះស្ងោមដេកវិញអញ្ចឹងទៅអញ្ចឹងនៅពេលដែលព្រលឹមឡើងនេះខ្ទង់មកប្រហែលជាខ្ទង់9ព្រឹកពេលដែលគាត់កំពុងតែអង្គុយធ្វើការហ្នឹងណាអ្នកនៅអอฟហ្វិសមួយគាត់ដែលអង្គុយធ្វើការចិត្តគាត់ហ្នឹងគឺគេស្គាល់គ្នាជាមួយនឹងសង្ស័យចាស់គាត់អញ្ចឹងពេលហ្នឹងគេក៏ទទួលទូរស័ព្ទគេស្លុតចេះអូមែនអញ្ចឹងគាត់ក៏ងាកមកនិយាយមួយសុភ័ក្រចេះសុភ័ក្រសង្ស័យខ្លួនណាចរាចរណ៍ដួងតោយុកមិញរបស់ធ្ងន់ណាអញ្ចឹងស្ពាក់ក៏លឺជិះគាត់ថាឲ្យងាប់ទៅគាត់និយាយរបៀបអញ្ចឹងគាត់និយាយចោលធ្វើការតបានមកស្ទូប្រហែលជាខ្ទង់កន្លះម៉ោងចូលមកជិត10គេតែមកម្ដងទៀតប្រាប់ថាសង្ស័យចាស់គាត់ហ្នឹងគឺបានស្លាប់ហើយសួរគាត់បានទេគឺស្លាប់នៅពេទ្យអញ្ចឹងណាអញ្ចឹងពេលហ្នឹងអ្នកដែលគេអង្គុយជិតគាត់ប្រាប់គាត់ថាសុភ័ក្រគេស្លាប់មែនតាអញ្ចឹងណាអញ្ចឹងសុភ័ក្រគាត់កាំងដែរដោយសារអីធម្មតាបើទោះបីជាគាត់ស្អប់គេគាត់ខំគេគាត់ជឿចាប់មិនគេដល់គាត់នឹងក៏មិនតែចង់ឃើញគេស្លាប់គេអីដែររបៀបថាធម្មតាមិនស្អីគាត់ខំពីអីគាត់និយាយបានតែប៉ុន្តែនៅពេលដែលមែនតើគាត់ក៏របៀបមានអារម្មណ៍ថាលេខគាត់នឹងខុសដែរអញ្ចឹងគេក៏ទៅវត្តធ្វើបុណ្យទាំងអស់គ្នាអញ្ចឹងទៅសុភ័ក្រគាត់ក៏ទៅចូលរួមដែរទាំងអស់គ្នាប៉ុន្តែនៅពេលគាត់ទៅវត្តធ្វើបុណ្យហ្នឹងគាត់ភ្លេចស្ដាប់តាមអីដែលម៉ាក់មកគាត់ប្រាប់ម៉ាក់មកគាត់ប្រាប់ថាចេះកន្លះឆ្នាំហ្នឹងគាត់អត់អាចទៅចូលរួមកម្មវិធីបុណ្យសពឬក៏ទៅអីបានទេថាឆុងឆ្នាំឆុងអីចឹងទៅណាមួយលេខរបស់គាត់សូវល្អទៀតអីចឹងណាម៉ាក់មកគាត់ប្រាប់គាត់អញ្ចឹងហ្មងប៉ុន្តែពេលគាត់ទៅបុណ្យសពគាត់ភ្លេចឲ្យឆុងទាំងអស់គ្នាទៅចូលរួមបុណ្យសពជាមួយនឹងគេជាមួយអីចឹងបងប្អូនសាច់ញាតិគេយំពេញហ្នឹងទៅមិត្តភក្តិគេក៏យំអីចឹងទៅសូម្បីតែម្នាក់មួយបងស្រីធ្លាប់គេហ្នឹងក៏មកចូលរួមបុណ្យសពហ្នឹងដែរអញ្ចឹងគេនិយាយថាមិននិយាយសោកសៅជាមួយគាត់ដែរអញ្ចឹងតែគាត់មិនខ្វល់ជាមួយទេដោយសារអីអារម្មណ៍គាត់ពេលហ្នឹងគឺរបៀបថាមកឲ្យហៅសកម្មឲ្យមករបៀបថាអត់ចង់ស្អប់គ្នាចង់អីទៀតទេសូមចិត្តក្រោយមានជីវិតអាយុវែងជាងនឹងអញ្ចឹងទៅអញ្ចឹងគាត់ទៅផ្ទះវិញពេលត្រឡប់ទៅវិញក៏ប្រាប់ម៉ាក់គាត់ថាចេះម៉ាក់ម្នាក់មួយទៅតាមខ្ញុំរាល់ជប់ហ្នឹងតាមយើងរាល់ថ្ងៃមកមុខតែយើងរហូតដល់ស្លាប់បាត់តែខ្ញុំទៅមកបនសពគាត់គ្រាន់តែលឺប៉ុណ្ណឹងទាំងអស់គ្នាម៉ាក់គាត់ស្ដីថាឈួតមែនប្រាប់ថាមកទៅបនសពកុំឲ្យទៅបនសពមកអីទៅអស់ម៉ាក់គាត់យកអង្គយកស្អីវាថាមកបែកលើខ្លួនគាត់អីចឹងទៅដើម្បីអីឲ្យគាត់វាថាជាគ្រូចង្រៃគេអីចឹងធម្មតាគឺគេបានវាថាតាមជំនឿអ្នកដែលគេឆុងឆាំឆុងអីចឹងគាត់អាចទៅចូលរួមបុណ្យសពទីខ្លាចជួបមិនល្អអីចឹងដល់រៀមអញ្ចឹងមកគាត់ក៏បាញ់គាត់ឲ្យចឹងទៅអញ្ចឹងពេលហ្នឹងក៏គ្នារឿងហ្នឹងក៏វាកន្លងផុតទៅបានប្រហែលជាខ្ទង់ជិត10ថ្ងៃក្រោយមកទៀតនេះក៏ស្រាប់តែនៅមុខផ្ទះរបស់គាត់ហ្នឹងណាគឺមានគេនិយាយថាមានមនុស្សប្រុសម្នាក់ដើរទៅដល់មុខផ្ទះហើយមនុស្សប្រុសម្នាក់ហ្នឹងខ្លួនប្រាណរបស់គាត់មកចំហៀងហ្នឹងលើថារបួសធ្ងន់ខ្លាំងមែនទែនទាំងអស់គ្នាជើងមកចំហៀងដើរបានធម្មតាចំណែកជើងមកចំហៀងទៀតហ្នឹងគឺអស់នឹងដីឲ្យខ្លួនប្រាណគឺដាបសិតឈាមនឹងឯងនៅមុខផ្ទះហ្នឹងទាំងអស់គ្នាធ្វើឲ្យគាត់ឆ្ងល់ថាពីណាគេមកដើរនឹងនៅពេលដែលគាត់លឺគេនិយាយពីមួយថ្ងៃទៅមួយថ្ងៃពីម្នាក់ទៅម្នាក់គាត់នឹងក៏មិនតាន់គិតច្រើនដែររហូតដល់ម៉ាក់របស់គាត់ប្រាប់ថាចេះមីអូនពេលយប់ឲ្យទៅខ្ទង់ម៉ាក់12 10ម៉ាក់មានអារម្មណ៍ថាមានគេឈរមុខផ្ទះតែនៅពេលដែលបាត់ទ្វារចេញទៅមើលទៅគឺឃើញមែនឈរនៅមុខផ្ទះហ្នឹងពេលចេញទៅសួរនាំទៅក៏អត់និយាយសោះដល់ចេញទៅបាត់ហើយរូបរាងមនុស្សប្រុសម្នាក់ហ្នឹង
គឺដូចរូបរាងមនុស្សប្រុសដែរមកតាមខ្លួនឯងរាល់យប់នេះដែលមកតាមវត្តសុំទៅគ្នាវិញទៅមុខតែយើងនេះគឺដូចម្នាក់នឹងអញ្ចឹងម៉ាក់របស់គាត់គឺស្គាល់ឈ្មោះម្នាក់នឹងច្បាស់ទាំងអស់គ្នាតែខ្ញុំសូមអត់និយាយពីឈ្មោះគាត់ទេអញ្ចឹងពេលហ្នឹងសុភ័ក្រគាត់មានអារម្មណ៍មួយថាអ៊ុយភ័យចម្លែកចឹងទីមានអារម្មណ៍ខ្លាចអញ្ចឹងណាអញ្ចឹងរហូតដល់គាត់មានអារម្មណ៍មួយគឺអត់សូវស្រួលទេទាំងអស់គ្នាពេលដែលត្រឡប់ចេញពីធ្វើការវិញគាត់ចូលក្នុងផ្ទះបាត់ហ្មងគាត់ដែរចេញមកក្រៅវិញទេតែមានពេលមួយនោះនៅម៉ោងប្រហែលជាខ្ទង់10យប់ពេលដែលកម្មវិធីនៅក្រុមហ៊ុនរបស់គាត់គឺមានកម្មវិធីធ្វើ Farewell អ្នកដែលគាត់ឈប់អីចឹងណាទាំងអស់គ្នាគេធ្វើជប់លៀងចាប់ញ៉ាំអីជុំគ្នាចឹងទៅរហូតដល់ម៉ោង10យប់គាត់ក៏ត្រឡប់មកវិញពេលគាត់ត្រឡប់មកវិញហ្នឹងគឺគាត់ជិះម៉ូតូរបស់គាត់មកតែម្នាក់ឯងទេមកដល់មុខផ្ទះពេលហ្នឹងពេលហ្នឹងប៉ារបស់គាត់នៅទេម៉ាក់របស់គាត់នៅក្នុងផ្ទះចែកដល់ដោយសារតែគាត់ជប់លៀងនៅហ្នឹងក៏បាត់សោអាសោចាក់លបងចូលផ្ទះហ្នឹងណាបាត់សោហ្នឹងក៏គាត់នឹងឈប់ម៉ូតូនៅមុខផ្ទះគាត់នៅមុខផ្ទះគាត់គឺមានភ្លើងនៅមុខលបងនឹងឯងអញ្ចឹងគាត់បានចុចកណ្ដឹងទេសារមក10ហើយគាត់ក៏ទៅសាប់ទៅម៉ាក់គាត់ពេលឯម៉ាក់របស់គាត់នឹងចេញមកចាក់សោទ្វារឲ្យគាត់ដោយសារអីពួកគាត់គឺមានសោម្នាក់មួយរៀងខ្លួនហើយប៉ុន្តែដោយសារពេលហ្នឹងគាត់បាត់អញ្ចឹងណាអញ្ចឹងគាត់ទៅម៉ាក់គាត់តែម៉ាក់គាត់អត់លើកសោះអត់លើកហ្មងនៅពេលគាត់ចុចទូរស័ព្ទ view ទៅមានអារម្មណ៍ថាព្រឺក្បាលមានអារម្មណ៍ថាស្ទើរឆ្អឹងខ្នងចម្លែកហើយមានអារម្មណ៍ថាដូចមានគេឈោក្រោយខ្នងទៅពេលគាត់ងាកកលែងមកឆ្វេងឆ្លាច់ទៅគាត់មានអារម្មណ៍ថាបានឃើញស្មាមនុស្សប្រុសឈរក្រោយខ្នងគាត់អស់ពីក្រោយខ្នងគាត់ឈរចំហៀងគាត់បើមិនចឹងទេគឺអង្គុយលើម៉ូតូគាត់តែគាត់ឃើញតែមួយផ្លែទេទាំងគ្នារហូតដល់ពេលដែលម៉ាក់របស់គាត់នេះទៅលើកលែងគាត់ឲ្យដើរចេញបាត់ទ្វីឲ្យពេលម៉ាក់គាត់ចេញបាត់ទ្វីឲ្យហ្នឹងគាត់ឃើញម៉ាក់គាត់មើលចេះមើលពីក្នុងផ្ទះដើរមើលបដៅចេះមើលមកគាត់ចឹងណាចឹងម៉ាក់របស់គាត់ហ្នឹងគាត់បាត់ទ្វីឲ្យគាត់ដៃម៉ាក់គាត់គឺញ័រចេះញ័រហ្មងបាត់ទ្វីឲ្យគាត់ណាគាត់ដើរចូលទៅពេលដើរចូលដល់ក្នុងផ្ទះម៉ាក់គាត់ប្រាប់ថាគេនៅក្រោយខ្នងខ្លួនឯងមុននឹងមានគេនៅក្រោយខ្នងខ្លួនឯងអ្នកនៅក្រោយខ្នងហ្នឹងគឺអាមួយដែលមកតាមខ្លួនឯងមកសុំចិត្តខ្លួនឯងវិញនឹងឯងអាមួយនៅក្រោយខ្នងខ្លួនឯងម៉ាក់ឃើញវារូបរាងវាមកជាជាងគឺដាបសត្វឈាមហ្មងដល់នេះអាកន្លែងផ្លេចនេះគឺធ្លាក់ចេះដាបមកចំហៀងខ្លួនណាដាបមកចំហៀងចឹងហើយខាងមកទៀតគឺធម្មតាខ្លួនប្រាំគឺប្រសត្វឈាមនឹងឯងម៉ាក់គាត់ប្រាប់ថាគាត់ឃើញច្បាស់មែនតើដំបងគាត់ស្មានគាត់មើលច្រឡំហើយប៉ុន្តែនៅពេលគាត់បាត់ទ្វីឲ្យហ្នឹងគឺម្នាក់ហ្នឹងគឺឈរនៅក្រោយខ្នងឲ្យឃើញច្បាស់នឹងឯងចឹងសុភ័ក្រនៅពេលគាត់លឺចឹងទាំងអស់គ្នាគាត់ញ័រក្នុងតាត់ហ្មងញ័រក្នុងខ្លាចខ្លាំងមែនតើណាដោយសារអីកន្លងមកគាត់ថប់ទៅលើគេនិយាយប្រាប់ប៉ុន្តែលើកនេះគឺចេញពីសម្ដីម៉ាក់របស់គាត់ផ្ទាល់ក្នុងនាមគាត់ទាំងអស់គ្នាគាត់អាសាជឿគាត់ជឿស្ដីម៉ាក់របស់គាត់ជាងគេពេលម៉ាក់របស់គាត់ប្រាប់ចឹងគាត់កាន់តែជឿខ្លាំងតែគាត់ជឿដល់ថាគាត់ស្ទើរតែលាក់ខ្លួនឈឺបើទោះបីជាគាត់បានឃើញផ្ទាល់ភ្នែកក៏ដោយរហូតដល់រឿងហ្នឹងនេះម៉ាក់របស់គាត់ក៏នាំគាត់ទៅវត្តស្រោចទឹកស្រោចអីចឹងទៅរំលងមកប្រហែលជាខ្ទង់មកទឹកខ້ອຍមកទៀតនឹងមកបាច់ខ្ទង់2 10យប់គាត់ដេកលក់អីក៏គាត់ដេកសុកនឹងគាត់សាប់លឺសំឡេងចុចកណ្ដឹងមកផ្ទះប៉ុន្តែពេលហ្នឹងគាត់មិនចុះពីលើផ្ទះណាគាត់មើលពីបន្ទប់របស់គាត់ជន់លើបើតាមប្រួយសម្លឹងទៅខាងក្រោមគឺគាត់បានឃើញរូបរាងសង្សារចាស់គាត់ហ្នឹងណាដើរទៅមុខផ្ទះដើរទៅដើរមកហើយមិនមែនដើរត្រង់ផ្លូវដូចយើងធម្មតាឯងដើរជើងគឺប៉ាំងខ្ចាក់មកចាហៀងហើយមកចាហៀងហ្នឹងគឺវាដាក់អុកជើងដោយសារទឹកបាក់អស់ទាំងគ្នាហើយគឺឈាមដល់មកចាហៀងឯងគឺគាត់បានឃើញច្បាស់ពីកន្លែងដែលគាត់ឈរហ្នឹងគឺនៅអាចនិយាយថានៅឆ្ងាយពីគ្នាបើសិនជាម្នាក់នឹងមនុស្សធម្មតាគាត់មើលឃើញសម្ោតពីចង្អាយគឺអត់ស្អីច្បាស់ណាស់នេះប៉ុន្តែនៅពេលដែលគាត់មើលពីលើផ្ទះហ្នឹងទៅគឺគាត់បានឃើញច្បាស់មែនទែនច្បាស់ដូចម្នាក់ហ្នឹងនៅឈរទល់មុខគាត់អញ្ចឹងទាំងតែមួយនៅមុខផ្ទះមួយទៀតនៅលើផ្ទះទាំងអស់គ្នាគឺគាត់ឃើញច្បាស់មែនទែនគាត់ញ័រខ្លួនខ្លាចមែនទែនដល់ថ្នាក់ម៉ាក់គាត់នាំគាត់ទៅវិថាស្រោចទឹកឡើង7វត្តទៅឲ្យគ្រូមើលគ្រូអញ្ចឹងទៅគាត់និមន្តប្រសង់ហៅគ្រូហៅអីមកធ្វើពិធីនៅមុខផ្ទះបីអញ្ចឹងណាពីពេលហ្នឹងមកពួកគាត់នឹងក៏លែងឃើញម្នាក់ប្រុសហ្នឹងទៀតដែរប៉ុន្តែអារម្មណ៍របស់គាត់គឺនៅតែមានអារម្មណ៍ថាម្នាក់ប្រុសហ្នឹងនៅតាមគាត់នឹងឯងតែដល់គ្នាចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះក៏មានតែប៉ុណ្្នឹងដែរបើសិនតែអ្នកទាំងអស់គ្នាចែកម្លែកណាកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផង